ខ្ញុំកណ្ណាសម្បត្តិសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈព្រះសង្ឃគ្រប់អង្គជាទីគោរពសក្ការៈដល់ពងខ្ពស់បំផុតនិងសូមគោរពជំរាបសួរដល់លោកតាលោកយាយអ៊ំពូមីងដែលកំពុងតែតាមដានទស្សនាការផ្សាយផ្ទាល់និងការអានដំណើរអត្ថបទរបស់ខ្ញុំនៅក្នុងសិភៅស្រីហៃតប្រទេសភាគទី3ជាទីគោរពរាប់អាននៅក្នុងការអានអត្ថបទនៅក្នុងសិភៅស្រីហៃតប្រទេសភាគទី3នេះគឺនៅក្នុងកថាទី4បងប្អូនណាបាទនៅក្នុងកថាទី4គឺរឿងដំរីនិងទុនសាយនៅក្នុងសិភៅស្រីហេតោប្រទេសភាគទី3ឈ្មោះសង្គ្រាមដែលមានសេចក្តីទាំងស្រុងដូចតទៅថ្ងៃមួយនៅក្នុងរដូវភ្លៀងរាំងរីងស្ងួតហួតហែងឥតមានទឹកភ្លៀងសោះដំរីមួយហ្វូងធំដែលមានក្តីស្រែកឃ្លានបៀតបៀនហើយចូលទៅនិយាយនឹងដំរីជាមេខ្លោងថាលោកជាទីពឹងធ្វើអបាយដូចម្ដេចបាទធ្វើអបាយដូចម្ដេចយើងទាំងអស់គ្នានឹងមានជីវិតរស់នៅតទៅទៀតទីនេះត្រពាំងបឹងបួររីងហួតហែងអស់ហើយសូម្បីតែសម្រាប់សត្វតូចតាចក៏មិនមានដែរយើងទាំងអស់គ្នាបើមិនមានទឹកសម្រាប់ស្រប់សម្រាប់ផឹកសម្រាប់មុជទេមុខជានឹងស្លាប់អសាបងអស់ហើយមុខជានឹងស្លាប់អសាបងអស់ហើយដូចជាអណ្ដើកខ្វាក់ទៅណាមិនរួចយើងទាំងអស់គ្នានឹងទៅឯណាណោកាលនោះស្ដេចដំរីបានស្ដាប់ហើយនាំបរិវារដើរចេញទៅមិនឆ្ងាយបានឃើញត្រពាំងមួយទឹកថ្លាយល់ដីក្នុងថ្ងៃដែលដំរីបបួលគ្នាដើរទៅនោះទន្សាយតូចធំទាំងឡាយដែលអាស្រ័យនៅនីត្រើយត្រពាំងទាំងប៉ុន្មានត្រូវដំរីដើរជន់ស្លាប់តិចទីស្ទើរតែអស់គ្រានោះមានទន្សាយមួយបាទឈ្មោះសិលីមុខៈកាលបានឃើញព្រឹត្តិការណ៍អន្តរាយដូច្នោះទើបគិតថាហ្វូងដំរីនេះគិតកងជ្រួលច្របល់ដោយក្តីស្រេកឃ្លាននិងគប្បីបាទនិងគប្បីមកកាន់ត្រពាំងនេះរាល់ថ្ងៃកាលបើដូច្នេះត្រកូលពូជទន្សាយទាំងឡាយមុខជានឹងវិនិច្ឆ័យអន្តរធានអស់មិនខានឡើយពេលនោះមានទន្សាយចាស់មួយឈ្មោះវិជ័យចូលមកនិយាយថាប្រងថាណែអ្នកទាំងឡាយកុំភិតភ័យជ្រួលច្របល់ធ្វើទុកងារឲ្យខ្ញុំទៅធ្វើប្រតិបត្តិការក្នុងទីនោះជួយដោះទុកបងប្អូនទាំងឡាយទន្សាយចាស់ឈ្មោះវិជ័យនោះធ្វើបដិញ្ញាដូច្នេះហើយក៏ដើរចេញទៅកាលដែលកំពុងដើរចេញទៅវិជ័យដើរបណ្ដាគិតបណ្ដាថាដល់អាត្មាអញដើរទៅចិត្តស្ដេចដំរីជាម្ចាស់ហ្វូងតើអាត្មាអញត្រូវធ្វើដូចម្ដេចព្រោះថាលេខ14បាទដំរីគ្រាន់តែពណ៌ភុជុងបាទភុជុងគ្រាន់តែព្រោះពឹសព្រះរាជាគ្រាន់តែរក្សាមនុស្សទុរជនសូម្បីញញឹមទាំងអស់នេះតែធ្វើឲ្យសេចក្តីស្លាប់បានទាំងអស់បាទបើដូច្នោះគួរតែអាត្មាអញឡើងទៅលើកំពូលភ្នំសិនហើយសឹមនិយាយប្រាប់មេខ្លោងដំរីលុះទន្សាយធ្វើដូចគំនិតស្រេចហើយមេខ្លោងដំរីស្រែកសួរតបទៅវិញថាចុះអ្នកឯងជាអ្វីអ្នកឯងមកពីណាវិជ័យឆ្លើយប្រាប់ថាយើងជាទន្សាយព្រះច័ន្ទដ៏មានបុណ្យលោកប្រើយើងមកកាន់សំណាក់អ្នករាល់គ្នានេះឯងមេខ្លោងដំរីសួរតបទៅវិញភ្លាមថាបើដូច្នោះចូលនិយាយប្រាប់មកបាទចូលនិយាយប្រាប់មកមានការដូចម្ដេចខ្លះវិជ័យប្រាប់ថាលេខ15វិជ័យប្រាប់ថាទូតសំបីនៅកណ្ដាលសត្រាវុធដែលគេលើកជ្រោមច្រាងក៏មិននិយាយអ្វីដទៃក្រៅពីការខ្លួនអាស្រ័យដោយខ្លួនជាទូតគេមិនសម្លាប់ហេតុនោះទើបទូតចរចាត្រង់ទៅត្រង់មកតាមសេចក្តីពិតដូច្នេះខ្ញុំនឹងសូមពោលទៅតាមព្រះរាជាអាជ្ញាព្រះច័ន្ទដ៏មានបុណ្យដែលខ្ញុំបានទទួលមកសូមប្រុងស្ដាប់ដូចតទៅនេះទន្សាយទាំងឡាយនេះជាអ្នករក្សានៅត្រពាំងព្រះច័ន្ទឥឡូវអ្នកទាំងឡាយមកបណ្ដេញបំបោបងហើយសម្លាប់ផងការធ្វើដូច្នេះមិនត្រឹមត្រូវតាមកន្លងធម៌ទេព្រោះទន្សាយទាំងអស់ដែលរក្សានៅត្រពាំងនេះជាបរិវារយើងហេតុនេះហើយបានជាមានពាក្យគេហៅយើងថាសត្វសង្កៈសត្វសង្កៈហ្នឹងគឺមានន័យថាមានរូបទន្សាយជាគ្រឿងសម្គាល់នាមថយៈឈ្មោះបាទសត្វសង្កៈជានាមថយៈរបស់យើងកាលដែលទូតថ្លែងសេចក្តីដូច្នេះចប់ហើយមេខ្លោងដំរីភ័យញ័ររន្ធត់ហើយនិយាយទាំងញញ័រតបថាបបិទ្ធលោកជាអ្នកថ្លែងសេចក្តីយើងខ្ញុំនេះមិនដឹងបើដូច្នោះចាប់តាំងពីពេលនេះតទៅយើងខ្ញុំម្លែងទៅក្នុងត្រពាំងនោះទៀតហើយវិជ័យជាទូតនិយាយបំភ័យថែមទៀតថាបើដូច្នោះចូលអ្នកទាំងឡាយទៅមាត់ត្រពាំងសិនដើម្បីថ្វាយបង្គំព្រះអង្គលោកសូមឲ្យលោកត្រាប្រណីប្រោះប្រានអត់ទោសរួចហើយសឹមត្រឡប់ទៅវិញចុះព្រោះព្រះច័ន្ទដ៏មានបុណ្យលោកខ្ញាល់ខ្លាំងណាស់ការនោះវិជ័យនាំដំរីមេខ្លោងនិងបរិវារទៅក្នុងរាត្រី
ហើយបង្ហាញរូបព្រះច័ន្ទដែលកំពុងញ័រដោយរលកក្នុងត្រពាំងនោះដំរីមេខ្លោងមើលឃើញទៅឃើញព្រះច័ន្ទញ័រមែនវិជ័យនិយាយអង្គថាទេវៈកំហុសគឺដំរីធ្វើពិតមែនហើយព្រោះគ្នាមិនបានដឹងបើដូច្នោះសូមលោកម្ចាស់អភ័យទោសឲ្យទានដោយករុណាតទៅហ្វូងដំរីទាំងឡាយនេះបដិញ្ញាថានឹងមិនមកកាន់ទីនេះទៀតទេវិជ័យសូមអភ័យទោសឲ្យដំរីរួចហើយទើបបង្គាប់ឲ្យដំរីទាំងឡាយថយចេញពីទីនោះទៅអងព្រោះហេតុនោះបានជាយើងកងោកទាំងឡាយនិយាយថាដោយការប្រើឧបាយដូចនេះជាដើមបាទលំដាប់នោះខ្ញុំបាទកុកទីរគាមុខនិយាយអួតប្រាប់កងោកទាំងឡាយនោះថារាជហង្សម្ចាស់យើងជាស្ដេចមានដេជានុភាពមានសក្តានុភាពព្រមទាំងមានសមត្ថភាពបរិបូរណ៍ផងគួរនឹងបានសោយរាជគ្រប់គ្រងត្រៃលោកនេះទៅទៀតនឹងនិយាយថ្មីសពបើរាជសម្បត្តិលើផែនដីនេះកាលនោះកងោកជេរប្រតិចខ្ញុំបាទថាណែអាកុកប្រហឺនបើគ្រាន់បើណាស់មិនដេចឯងមកកាន់ទឹកដីយើងនេះធ្វើអ្វីជេរហើយចាប់ខ្ញុំបាទនាំយកទៅកាន់សំណាក់ស្ដេចកងោកឈ្មោះចិត្តរពណ៌កាលទៅដល់ចំពោះមុខស្ដេចកងោកហើយកងោកជាបរិវារលើកទស្សកោប្រណំថ្វាយបង្គំទើបបង្ហាញខ្ញុំបាទប្រាប់ស្ដេចកងោកថាទេវៈសូមលោកម្ចាស់ជ្រាបអាកុកប្រហឺននេះវាមកកាន់ប្រទេសយើងហើយវាហ៊ានក្បត់ព្រះជាស្ដានៃព្រះបាទស្ដេចកងោកសួរថាចុះអាកុកនេះវាជាអ្វីវាមកពីណាកងោកជាបរិវារទាំងឡាយប្រាប់ថាអាកុកនេះជាចារៈបុរសនៃរាជហង្សហិរណយកោវាមកពីកបូរទ្វីបគ្រានោះឯងថ្មាឈ្មោះទុរតិសីជាប្រធានរដ្ឋមន្ត្រីនៃស្ដេចចត្រពណ៌សួរខ្ញុំបាទថាអ្នកណាជាប្រធានរដ្ឋមន្ត្រីក្នុងប្រទេសអ្នកឯងខ្ញុំបាទឆ្លើយប្រាប់ថាចៅក្រពៀកឈ្មោះសារវិជ្ជៈជាអ្នកដល់នៅត្រើយនៃវិទ្យាសាស្ត្រទាំងអស់ថ្មានិយាយតបតទៅថាបើចៅក្រពៀកឈ្មោះសារវិជ្ជៈនេះកើតក្នុងប្រទេសនោះមែនសំគួរនឹងកាន់តំណែងជាប្រធានរដ្ឋមន្ត្រីហើយព្រោះថាលេខ16តើក្នុងប្រទេសខ្លួនប្រព្រឹត្តល្អបរិសុទ្ធតាមវងត្រកូលមានចិត្តស្អាតស្ទាត់ជំនាញក្នុងសាស្ត្រមានអាចកំបាំងមិនតាំងខ្លួនជាអ្នកលេងល្បែងភ្នាល់វាមិនប្រព្រឹត្តបរិទារកម្ម17ព្រះរាជាគួរក៏បីស្វែងរកមន្ត្រីជាអ្នកចេះចាំធម្មសាស្ត្រនិងអត្ថសាស្ត្រជាអ្នកមានពូជជានិមឺធំមាននាមល្បីល្បាញជាបណ្ឌិតជាអ្នកបង្កើតទ្រព្យសម្បត្តិក្នុងលំដាប់នោះសេកជាមន្ត្រីនិយាយប្រាប់ស្ដេចកងោកចត្រពណ៌ទៀតថាទេវៈកបូរទ្វីបនិងទ្វីបទាំងឡាយឯទៀតគ្រាន់តែជាកោះតូចតាចទេហើយនៅក្នុងបរិវេណអាណាចក្រចំពោះទ្វីបទាំងអស់ដូច្នេះទ្វីបទាំងឡាយនេះនៅក្នុងអធិបតេយ្យព្រះទេវបាទទាំងអស់ស្ដេចកងោកឈ្មោះចត្រពណ៌និយាយចាក់បណ្ដោយណានិយាយចាក់បណ្ដោយដោយលមោកថាពិតដូចឯងនិយាយមែនព្រោះថាលេខ18ព្រះរាជាមួយមនុស្សឈួតមួយកូនក្មេងមួយអ្នកបរិភោគកាមមួយតែចង់បានរបស់ដែលខ្លួនមិនទាន់បានចាំបាច់និយាយថ្មីដល់របស់ដែលខ្លួនបានហើយកាលនោះខ្ញុំបាទទីរគាមុខឆ្លើយតបថាបើគ្រាន់តែថាឬគ្រាន់តែនិយាយហើយបានសម្រេចអធិបតេយ្យដូចមាត់ម៉ែនោះខ្ញុំបាទក៏ចេះនិយាយដែរណាខ្ញុំបាទក៏ចេះនិយាយដែរថាចំពោះទ្វីបទាំងមូលនៅក្នុងអំណាចស្ដេចម្ចាស់ខ្ញុំបាទឈ្មោះហិរណយកោទាំងអស់សេកសួរមកខ្ញុំបាទវិញភ្លាមថាធ្វើមធ្យោបាយដូចម្ដេចនឹងឲ្យសម្រេចប្រស្នានេះបានខ្ញុំបាទឆ្លើយតបពាក្យសេកវិញថាធ្វើសង្គ្រាមបាទធ្វើសង្គ្រាមកាលនោះស្ដេចកងោកចត្រពណ៌និយាយប្រាប់ខ្ញុំបាទថាណាឯងត្រឡប់ទៅប្រាប់ម្ចាស់ឯងវិញទៅឲ្យរៀបចំសន្យានុភាពត្រៀមចាំចុះខ្ញុំបាទនិយាយថាសូមលោកបញ្ជូនទូតទៅចរចាជាមួយលោកម្ចាស់ខ្ញុំសិនពេលនោះស្ដេចកងោកចត្រពណ៌បែរទៅប្រឹក្សាចំពោះមន្ត្រីទាំងឡាយថាតើនឹងតែងតាំងអ្នកណាជាទូតព្រោះទូតគួរចេះការនិងឲ្យមានលក្ខណៈសម្បត្តិដូចនេះ19មានភក្តីមានគុណបរិសុទ្ធល្អប្រសពវាងវៃឆ្លៀវឆ្លាតនិងមានប្រតិភិនបុគ្គលបែបនេះគួរធ្វើជាទូតថ្មឆ្លើយថាបុគ្គលមានលក្ខណៈដូចនេះមានច្រើនណាស់ទោះម្ដេចម្ដាគួរយើងតែងតាំងព្រាមឲ្យធ្វើជាទូតទៅចរចាព្រោះថាលេខ20ធ្វើសេចក្តីជ្រះថ្លាធ្វើឲ្យចម្រើនដល់ម្ចាស់ផែនដីមិនប្រាថ្នាចង់បានសម្បត្តិដោយឆ្នាំពឹសពុលឈ្មោះកាលកូតមិនប្រាចាកពណ៌ខ្មៅជាប់នៅក្រពះអេសូជានិច្ចកងោកចត្រពណ៌បង្គាប់សេកថាណែសេកឯងចូលទៅជាមួយទីរគាមុខនេះហើយនិយាយប្រាប់ម្ចាស់គេថាយើងរៀបចំទ័ពត្រៀមព្រមហើយសេកទទួលអាជ្ញាថាទេវៈខ្ញុំបានទទួលតាមអាជ្ញាហើយតែកុកទីរគាមុខនេះជាសត្វទុរិជនខ្ញុំបានទៅជាមួយផងមិនបានទេព្រោះថាលេខ21មនុស្សទុរិជន
ប្រព្រឹត្តអំពើអាក្រក់ផលអាក្រក់តែធ្លាក់ទៅលើមនុស្សល្អវិញដូចរៀបទៅលួចនាងសីតាផលអាក្រក់របស់រៀបនេះធ្លាក់ទៅលើសមុទ្រគឺសមុទ្រត្រូវព្រះរាមចង់ថ្នល់លេខ22បកុលមិនគប្បីស្ថិតនៅឬមិនគប្បីដើរទៅជាមួយមនុស្សទុរជនឡើយក្នុងកាលណាក៏ដោយហង្សស្លាប់ព្រោះស្ថិតនៅជាមួយទទាស្លាប់ព្រោះដើរទៅជាមួយទាំងអស់នេះមកតែពីសមាគមមួយអន្លើដោយក្អែកកងោកចត្រពណ៌សួរឡើងថាចុះរឿងនោះតើដូចម្ដេចបាទសេកដំណើររឿងនោះប្រាប់ដូចតទៅនេះថាបាទអញ្ចឹងខ្ញុំស្លេះប៉ុណ្្នឹងសិនណាបងប្អូនបាទ